ក្រសួងសាធារណការនឹងដឹកជញ្ជូនបានត្រៀមរួចរាល់ដើម្បីជួសជុលឡើងវិញស្ពានជ័យជំនះឬហៅថាស្ពានមេទឹកនៅពេលមានការអនុញ្ញាតពីសមរភូមិមុខឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូនបានអញ្ជើញជួបប្រជុំជាមួយក្រុមបច្ចេកទេសផ្លូវស្ពាននិងបានត្រៀមខ្លួនរួចរាល់ដើម្បីជួសជុលនិងស្ដារឡើងវិញស្ពានជ័យជំនះឬស្ពានមេទឹកដែលត្រូវបានទាហានឈ្លានពានថៃប្រើប្រាស់យន្តហោះ F16 ទម្លាក់ក្របែកបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនេះបើតាមការឲ្យដឹងអ្នកនាំពាក្យក្រសួងសាធារណការនឹងដឹកជញ្ជូនបន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នេះអ្នកនាំពាក្យក្រសួងសាធារណការនឹងដឹកជញ្ជូនបានបញ្ជាក់បន្ថែមថានៅចំពោះមុខស្ថានភាពបែបនេះយើងកំពុងរងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលជួសជុលនិងធ្វើផ្លូវវាងដើម្បីធានាការតភ្ជាប់សម្រួលដល់ការធ្វើចរាចរណ៍ឡើងវិញសូមបញ្ជាក់ថាស្ពានជ័យជំនះឬស្ពានមេទឹកត្រូវបានស្ថាបនារួចរាល់នៅក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន CRBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រមាណ8គីឡូម៉ែត្រដែលជាច្រកតភ្ជាប់ទៅកាន់ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់